នេះវីដេអូដែលអ្នកទាំងគ្នាសុំខ្ញុំថាបងសុំរបៀប register អញ្ចឹង download អីចឹងពី pin តទៅធ្វើមកអូខេខ្ញុំដាក់អ្នកទាំងគ្នាហើយគាត់ថាទិញទំនិញអាហ្នឹងត្រូវមាន visa card ណាអញ្ចឹង visa card នេះខ្ញុំដាក់ឧទាហរណ៍អ្នកទាំងគ្នាមើលមានវាយកលេខនៅលើហ្នឹងយកឈ្មោះនៅលើហ្នឹងទៅវាយនៅក្នុងកន្លែងដែល pin តតម្រូវយើងវាយ visa card ចូលនឹងឯងអញ្ចឹងហើយមួយទៀតជួយ follow ក្នុងខ្សែខ្ញុំធ្វើវីដេអូពេលអ្នកទាំងគ្នាចេះទិញហើយយើងនឹងមើលថាទំនិញណាយើងគួរទិញហាងណាអីវ៉ាន់មកអញ្ចឹងមានបន្តទៀតអញ្ចឹងតើកុំឲ្យចាំយូរទៅមើលវីដេអូមួយខ្ញុំទាំងអស់គ្នាអរគុណអ្នកទាំងគ្នាដំបូងអ្នកទាំងគ្នាចូល App Store ឬក៏ Play Store របស់អ្នកទាំងគ្នាហ្នឹង download Ping ត app Ping តរូបដែលខ្ញុំដាក់ឲ្យមើលហ្នឹងអ្នកទាំងគ្នាអាច register ជាមួយ Facebook Gmail ឬលេខទូរស័ព្ទអញ្ចឹងខ្ញុំឧទាហរណ៍ជាមួយលេខទូរស័ព្ទអញ្ចឹង855លេខកូដប្រទេសយើងវាយលេខទូរស័ព្ទចូលប្រហែលជាមួយទទួលវាផ្ញើលេខកូដមកអញ្ចឹងវាយលេខកូដហ្នឹងចូលបើវាអត់ផ្ញើមកទេអ្នកទាំងគ្នា connect ជាមួយ Facebook ទៅអញ្ចឹងព្យាយាមពី3ដងទៅវាផ្ញើមកហើយអញ្ចឹងពេលយើងបាន account យើងត្រូវ add ទីតាំងហ្នឹងអត់ចាំបាច់ប្រើទីតាំងក្រុមហ៊ុននេះពីព្រោះយើងប្រើ KH15 ដោយប្រើសេវាដឹក direct មកខ្មែរអញ្ចឹងចុច new address ខ្ញុំធ្លាប់មានវីដេអូប្រាប់អ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាមើលតាមហ្នឹងទៅឈ្មោះលេខទូរស័ព្ទអានេះគ្រាន់ជាការឧទាហរណ៍សម្រាប់ខ្ញុំណាកន្លែង select នេះនៅភ្នំពេញដាក់ភ្នំពេញខេត្តដាក់តាមខេត្តអីចឹងទៅបើអ្នកទាំងគ្នានៅខេត្តគេឲ្យយើងចុចបន្តនៅស្រុកអីភូមិអីចឹងទៅតែបើនៅភ្នំពេញទេនៅក្នុងខណ្ឌអីគេគឺគេដាក់ឲ្យយើងជ្រើសតាមហ្នឹងបន្ទាប់មក address line ហ្នឹងយើងបញ្ជាក់បន្ថែមយើងវាយឧទាហរណ៍ថានៅភូមិឃុំយើងដាក់ភូមិឃុំយើងនឹងទៅហើយបើអត់ទេយើងនៅឧទាហរណ៍នៅបរិយាពុកថ្មីគួរស្រូវយើងវាយចឹងលេខផ្ទះលេខផ្លូវគេចឹងទៅហើយខ្ញុំគេទូទៅខ្ញុំតែងតែដាក់អក្សរខ្មែរផងខ្ញុំដាក់ជាឡាតាំងអក្សរអង់គ្លេសអីចឹងថែមទៀតហ្នឹងឲ្យច្បាស់ហើយចង់បញ្ជាក់ថាអូនៅចិត្តនេះចិត្តនោះសរសេរខ្មែរដាក់លើហ្នឹងក៏អត់មានបញ្ហាដែរអាហ្នឹងស្រេចលើអ្នកទាំងគ្នាធ្វើមិនបញ្ជាក់ឲ្យគេច្បាស់ហើយ postcode នេះគឺទៅយកនៅ Google វាយ postcode ខណ្ឌមកខ្ញុំនៅខណ្ឌដង្កោគឺខ្ញុំទៅ copy អាហ្នឹងយកទៅដាក់នៅ Google នៅ Safari អីមានទាំងអស់អ្នកទាំងគ្នា sale ទៅបានហើយអញ្ចឹង account ហ្នឹងបង្កើតបានហើយអញ្ចឹងដល់វគ្គយើងមើលតំណែងម្ដងនេះសិតតែ KH15 ឃើញពណ៌ស្វាយអត់អញ្ចឹងមានន័យថាអីវ៉ាន់ហ្នឹងសិត free ដឹកមកខ្មែរហើយតែត្រូវចាំថាតំណែងលុះត្រាតែមួយ item គឺមួយអីវ៉ាន់ទោះបីក្នុងហាងតែមួយក៏ដោយត្រូវតែ15យួនបើសិនជាមិនគ្រប់15យួនទេគឺគេថ្លៃដល់2យួនហើយចឹងនេះទំហំពណ៌អីសាយ5 6អីអ្នកទាំងនេះរើសតាមហ្នឹងនេះចុច add បន្ថែមទៀតមករើសពណ៌រើសសាយរើសទំហំបានទាំងអស់ចង់ទិញប៉ុន្មានក៏បានឲ្យតែហាងហ្នឹងវាមានឲ្យយើងរើសទាំងអស់ទៅមានតម្លៃមានទំហំអីចឹងណាចង់ទិញមកដូចអានេះចឹងវាដល់អត់ដល់15យួនអញ្ចឹងយើងត្រូវទិញចំនួនធំឲ្យគ្រប់15យួនអញ្ចឹងយើងរើសមើលតាមហ្នឹងហើយយើងចុច4នេះចឹងឡើង29យួនហ្នឹងទិញបានហើយបន្ទាប់មកយើងចុច confirm កន្លែងអក្សរក្រហមនេះអាហ្នឹងក្នុងករណីយើងទិញគ្រប់ហើយយើងចង់ pay លុយហ្មងណាអញ្ចឹងមកដល់ត្រង់នេះដោយសារ account នេះថ្មីហ្មងហើយអត់មានដូច account ខ្ញុំចាស់ឯងវាអត់មានតែ loader អញ្ចឹង loader ក៏ loader ទៅយើងប្រើ loader សិនទៅអញ្ចឹងណាដោយសារ account ខ្លះវា update account ខ្លះវាអត់ update ទេអញ្ចឹងមានដល់ account អញ្ចឹងក៏មិនទាន់ភ័យទៀតមានទាំងអស់គ្នាហ្នឹងអញ្ចឹងមកដល់ខាងក្រោមនេះគឺ visa card ហើយអញ្ចឹងពេលយើងចុច confirm ទិញវាឲ្យយើង add visa card ចូលហើយអញ្ចឹងវាលោតឯឃើញហើយអានេះអង់គ្លេសហ្មងអញ្ចឹងនៅលើ card visa card យើងមានដែរបើក visa card វាយដាក់ចូលទៅ pay បាន